ខ្ញុំគិតថាអយុត្តិធម៌សម្រាប់មនុស្សដែលអត់សូវស្អាតឧទាហរណ៍ថាមនុស្សផុសដែលអត់សូវស្អាតណាគឺប្រឈមមុខខ្លាំងមែនទែនការដែលយើងចាប់អារម្មណ៍មនុស្សស្រីម្នាក់ហ្នឹងយើងឆាតទៅគេចង់លេងជាមួយគេចង់ញ៉ៃគេតែគេអត់តបនិយាយទៅមនុស្សផុសនិយាយមែនណាខ្ញុំសូម្បីខ្ញុំក៏ធ្លាប់ជួបដែរនិយាយទៅយើងឧទាហរណ៍ថាមនុស្សផុសហ្នឹងអត់សូវស្អាតទេហើយអត់សូវមានសម្ភារៈនិយមដូចគេហ្នឹងប្រឈមមុខមែនតើនៅពេលដែលឆាតទៅគឺគេអត់តបហ្មងគេលេងម៉ាត់គេ reply ហើយអញ្ចឹងមនុស្សដូចពួកគាត់ហ្នឹងគឺពិបាករមែនតើបាក់រកសង្សារខ្លាំងហ្មងយល់ទៅហើយមួយទៀតបើមនុស្សប្រុសយើងគឺមធ្យមទេគឺយើងមានសិទ្ធឬក៏ជាងធម្មតាមនុស្សប្រុសយើងឆាតទៅមនុស្សស្រីមុនប៉ុន្តែចំពោះមនុស្សស្រីដែលគាត់សម្រស់អត់សូវស្អាតវិញគឺពិបាកជាងមនុស្សប្រុសយើង10ដងយីមែនពិបាកណាស់យីមែនចាប់ណាគេក៏មានបេះដូងអ្នកនេះត្រូវគាត់ចង់មានសង្សារគាត់ចង់មានអ្នកថ្នាក់ថ្នមចង់មានអ្នកលេងឆាតជាមួយដូចគ្នាតែសំខាន់ធ្វើម៉េចគាត់កើតមកជាស្រីបើយើងឆាតទៅគេមុនក៏ពិបាកហើយករណីឧទាហរណ៍បើគាត់ហ៊ានឆាតតែគាត់មានភាពក្លាហានក្នុងការឆាតទៅគេប៉ុន្តែគឺនិយាយទៅស្ទើរតែអត់មានឱកាសយីមែនអត់មានឱកាសសោះក្នុងការគេតបយើងគេម្នាក់ប្រុសហ្នឹងតបគាត់វិញណាយីមែនទេមនុស្សប្រុសយើងក៏ចឹងដែរគឺនៅពេលដែលឃើញឧទាហរណ៍ឃើញមនុស្សស្រីគាត់អត់សូវស្អាតគាត់ឆាតមកយើងគាត់និយាយលេងឬក៏ចង់រាប់អានយើងអីគឺអត់សូវមានអ្នកគេចូលចិត្តឬក៏អត់សូវតបមកខ្ញុំអត់ដឹងដែរនិយាយទៅវាអយុត្តិធម៌មែនអយុត្តិធម៌ដោយសារគាត់កើតមកអត់សូវស្អាតហើយគាត់ជួបស្ថានភាពហ្នឹងទៀតនិយាយទៅវេទនាមែនតើ